ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះមកមើលអំពីវិធីដាំកូនត្រប់របស់យើងខ្ញុំម្ដងណាបងប្អូនហើយដីដែលកំពុងតកាយនេះបងប្អូនគឺដីជីអាចមន់យើងនឹងឯងមានអីទេដោយសារតែយើងកើតអាចមន់បានយកមកចាក់នៅនឹងបានកើតជីអញ្ចឹងបងប្អូនកើតជីហ្មងឥឡូវយើងធ្វើការមើលកូនត្រប់បងប្អូនឥឡូវយើងចាប់ផ្ដើមកាយវាកាយដីបងប្អូនកាយដីដាក់ក្នុងផើងរបស់យើងហ្នឹងណាហើយផើងហ្នឹងខ្ញុំទិញគេមកពីផ្សារបងប្អូនគេលក់10ត្រឹមតែ9000ទេ19000នៅនឹងសាយធំដែរបងប្អូនឥឡូវនេះយើងកាយដីដាក់ទាំងអស់គ្នាណាបងប្អូនហ្នឹងហើយដីហ្នឹងនិយាយពីថាល្អដល់ក៏វាលេជាមួយនឹងកាមនៅក្នុងកន្លែងអាចមន់ហ្នឹងបងប្អូនយើងលេវាទៅឥឡូវយើងចាប់ផ្ដើមដាក់កូនត្រាប់ចូលបងប្អូនដាក់ដាំតែម្ដងទៅម្ដងមួយបងប្អូនអត់មានអីទេនេះមើលតែខ្ញុំដាំទៅដាក់ក្នុងផើងអញ្ចឹងទៅវាស្រួលក្នុងការយើងលើកចេញលើកចូលមកផើងហ្នឹងខ្ញុំដាក់ដូចជា5កូនត្រាប់នៅក្នុងហ្នឹងខ្ញុំដាក់ដាំបងប្អូនហ្នឹងហើយធ្វើការដោតវាដូចខ្ញុំទៅហើយដីទាំងអស់ហ្នឹងគឺសិតតែដីជីអាចមន់ទាំងអស់ហ្នឹងបងប្អូនលេគ្នារបស់យើងហ្នឹងអង្កាមនៅក្នុងទ្រុងមន់ទៀតបងប្អូនឥឡូវយើងធ្វើការញាត់វាពាក់កដាលផើងនឹងហើយយើងធ្វើការកាបដីនឹងបានយកមកចាក់ពីលើនឹងហ្មងចាក់ដើម្បីឲ្យដើមរបស់វានឹងហាប់ណែនល្អអីចឹងណាបងប្អូនណាមួយកុំឲ្យវាលលំដើមលលំអីចឹងយើងធ្វើការញាត់វាអញ្ចឹងទៅហើយយើងចាក់បន្តទៀតណាមើលតាខ្ញុំធ្វើទៅដឹងហើយបងប្អូនផើងនឹងដាក់ទៅយើងវាស្រួលលើស្រួលអីចឹងណាអញ្ចឹងហើយបានជាធ្វើការទិញផើងនឹងយកមកដាក់នឹងកូនត្រប់បណ្ដោយត្រប់ហ្នឹងត្រប់វែងបងប្អូនចាំមើលសកម្មភាពបន្តទៀតខ្ញុំនឹងប្រាប់បងប្អូនបន្តពេលដែលវាផ្លែណាឥឡូវយើងចាប់ផ្ដើមចាក់វាដាក់ដីគ្រប់អស់ហើយឥឡូវយើងធ្វើការស្រោចទឹកវាទៅបងប្អូនស្រោចទៅយើងស្រោចដាក់វាទៅទឹកហ្នឹងគឺវាអត់ចង់ចាញ់ទេអញ្ចឹងខ្ញុំយកដៃច្បាច់អាកន្លែងរមណីវាហ្នឹងដើម្បីឲ្យវាចាញ់ទឹកអញ្ចឹងណាឥឡូវយើងចាប់ផ្ដើមស្រោចវាហើយឲ្យវាចាប់អីចឹងទៅវាល្អស្រោចរួចហើយចាំយើងបន្តយកវាទៅលើកដាក់នៅកន្លែងដែលត្រឹមត្រូវអញ្ចឹងណាបងប្អូនឥឡូវមើលកូនតាមយើងទាំងអស់គ្នាបងប្អូននិយាយពីថាល្អនោះល្អអាចធ្វើតាមខ្ញុំបានបងប្អូនអត់អីទេ